ចង់ទៅសិង្ហបុរីដើម្បីមើល concert ខ្ញុំចង់ទៅដើម្បី try food នៅនឹងហើយទៅនេះគឺទៅតែ2នាក់ឯងអ្នកទាំងអស់គ្នា and mind you គឺអត់ដែរទៅសិង្ហបុរីទាំង2នាក់លើកទី1ហ្មង So welcome everyone to our food vlog as we eat our way through Singapore 2នាក់ខ្ញុំនឹងអង្គុយគិតថាទៅដល់សិង្ហបុរីនឹងដឹងមិនមែនទេតែ2នាក់អញ្ចឹងប៉ុន្តែមានអីអ្នកទាំងអស់គ្នា we manage our way through ឡើងស្រួលហ្មងបន្ទាប់ដល់អូតែភ្លាមពួកខ្ញុំដូរខែហើយក៏ចុះមកញ៉ាំអីនៅចិត្តអូតែនឹងហើយនឹងឈ្មោះ Kofu អ្នកទាំងអស់គ្នា and ម្ហូបនៅនឹង affordable ហើយឆ្ងាញ់ទៀតបើសិនជាអ្នកទាំងអស់គ្នាទៅ on budget I recommend ឲ្យទៅកន្លែងនឹងញ៉ាំអីហើយក៏មានផ្អែមដែរថ្ងៃទី2ហ្នឹងមិត្តភក្តិខ្ញុំទៅ concert ចោលខ្ញុំបាត់ហើយអ្នកទាំងអស់គ្នាអញ្ចឹង dinner ហ្នឹងគឺខ្ញុំខ្ចប់មកពី Kofu ហ្នឹងទៅដែរវាថានៅក្នុងហ្នឹងមានកន្លែងញ៉ាំច្រើនមែនតើអ្នកទាំងអស់គ្នាអាចក្រោះបានហើយស្អែកព្រលឹមឡើងហ្នឹងពួកខ្ញុំមកញ៉ាំអីនៅកន្លែងដែលគេល្បីកន្លែង local របស់គេហ្មងអ្នកទាំងអស់គ្នាតែដូចជាពួកខ្ញុំមកលឿនពេកគេអត់ទាន់បើកអស់អញ្ចឹង and of course we tried the toast ហើយខ្ញុំអត់បានកំង boil egg but it's really good អ្នកទាំងអស់គ្នាខ្ញុំចូលចិត្តពួកខ្ញុំក៏មកញ៉ាំ Jollibee ដែរអ្នកទាំងអស់គ្នាអត់ដែរញ៉ាំទាំងពីរនាក់អ្នកទាំងអស់គ្នានេះគឺលើកទី1ពួកខ្ញុំសាកញ៉ាំហ្មងតែសម្រាប់ខ្ញុំរសជាតិវាគឺធម្មតាដូចអត់មានអី special ទេញ៉ាំនៅក្នុងអតាហើយពួកខ្ញុំរៀបចំខ្លួនតែដើមមកលេងញ៉ាំអីច្រើនចឹងដើម្បីជួយសម្រួលដល់ digestive system របស់យើង like pack Coleology មកជាមួយ product នេះគឺ rank number 1 នៅក្នុង Olive Young អ្នកទាំងអស់គ្នាមកពី brand Foodology ហើយមួយសាច់ខាងនោះគឺគេមានជាមួយនៅ supplement tea ហើយនិង jelly ញ៉ាំអានេះគឺជួយ reduce stress keep your body fit ហើយនិង boost vitality ទៀតមិនធម្មតាប៉ុណ្្នឹងឯអ្នកទាំងអស់គ្នាគឺជួយទៅដល់ស្បែកយើងទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា interest I contact ទៅ page Regan ដែលខ្ញុំបានដាក់នៅក្នុងនឹងវីដេអូគឺមានតែប៉ុណ្្នឹងឯអ្នកទាំងអស់គ្នា see you guys in my next video bye